នៅតែផ្ទះឥឡូវឲ្យកូនធ្វើតាមអីទៀតនៅផ្ទះស្ងំស្ងៀមតែម្នាក់ឯងប៉ុណ្ណោះតែម៉ាក់មិនដែលបង្ខាំងខ្លួនឯងទេទោះជាកណ្ដាលអាត្រៀតក៏ម៉ាក់ចេញទៅក្រៅដែរព្រោះតែអ្នកដតីម្នាក់នោះហេតុអីក៏ចាំបាច់ធ្វើអញ្ចឹងយូរអីថ្ងៃនេះមិនអាចចេញទៅសាលាបានទេមួយរយៈនេះគេមិនព្រមទៅសាលាទេបើទទួលបានសារហើយទូរស័ព្ទមកវិញផងសុំទោសផងដែលមកពីព្រលឹម